ជាស្ថានជាតិស្រាវជ្រាវសុខភាពសត្វផលិតកម្មសត្វដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកក្នុងការទប់ស្កាត់ភាពស៊ាំឧស្សាហកម្មមេរោគនៅកម្ពុជាតាមរយៈការអង្កេតឃ្លាំមើលភាពស៊ាំនៃឧស្សាហកម្មមេរោគនៅតាមកសិដ្ឋានចាំសត្វក៏ដូចជានៅលើផលិតផលសត្វដែលប្រើប្រាស់សម្រាប់ការហូបចុកពីព្រោះការងារនេះអាចឲ្យយើងបានទទួលបាននូវចំណេះដឹងមួយចំនួនទាក់ទងនឹងមេរោគដែលស៊ាំនឹងឱសថធ្វើឲ្យយើងអាចមានលទ្ធភាពក្នុងការប្រើប្រាស់ឱសថក្នុងការព្យាបាលវាមានប្រសិទ្ធភាពតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់នេះការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នឹងចូលរួមចំណែកអ្វីខ្លះដល់ការទប់ស្កាត់ភាពស៊ាំឱសថប្រឆាំងមេរោគសម្រាប់រយៈវែងនៅកម្ពុជាហើយដូចជាការបណ្ដុះបណ្ដាលមន្ត្រីវិទ្យាស្ថានលក្ខណៈហ្នឹងខ្ញុំគិតថាចេះធម្មតាការងារអីក៏ដោយក៏ទាមទារឲ្យមានសមត្ថភាពក្នុងការធ្វើការងារហ្នឹងអញ្ចឹងការពង្រឹងសមត្ថភាពរបស់មន្ត្រីនេះវាចូលរួមចំណែកយ៉ាងសំខាន់ពីព្រោះនៅពេលដែលគាត់មានការយល់ដឹងច្បាស់ពីការងារវិភាគនៅមន្ទីរពិសោធន៍ក៏ដូចជាការងារអនុវត្តការអង្កេតឃ្លាំមើលហ្នឹងវាបានចូលរួមចំណែកយ៉ាងសំខាន់